យើងមកស្ដាប់សំណេរនេះទាំងអស់គ្នាបើយើងមិនការពារនៅអ្វីដែលជារបស់យើងមិនយូរមិនឆាប់វានឹងក្លាយទៅជារបស់អ្នកដទៃមិនថាដែនដីរបស់យើងលុយរបស់យើងសេរីភាពរបស់យើងប្រទេសរបស់យើងគ្រប់បែបយ៉ាងដែលជារបស់យើងតួនាទីរបស់កូនប្រុសគឺត្រូវតែការពារឲ្យបាននៅពេលដែលអ្នកបានឃើញទាហានចេញទៅសមរភូមិប្រយុទ្ធវាច្បាស់ណាស់នោះគឺជាពេលវេលាមួយដែលអាក្រក់បំផុតហើយផ្ទុយទៅវិញនៅពេលដែលអ្នករិះគន់ថាទាហានស៊ីតែប្រាក់ខែនឹងវាមានន័យថាពេលវេលានោះប្រទេសមានសុខសន្តិភាពហើយមកដល់ចំណុចនេះយើងនឹងដឹងហើយថាទាហានគឺជាតម្លៃចុងក្រោយនៃភាពស្ងប់សុខរបស់ប្រទេសជាតិសូមអរគុណដែលអ្នកអង្អាចក្លាហានអ្នកមិនបានឈរតតាំងនៅសមរភូមិមុខតែម្នាក់ឯងឯកាទេព្រោះពួកយើងគ្រប់គ្នានៅឈរខាងក្រោយអ្នកមិនទៅណាជារៀងរហូតពិភពលោកអាចនឹងមិនដឹងថាអ្នកឈរនៅទីនោះដើម្បីការពារដែនដីតែពួកយើងបានដឹងថាអ្នកសំខាន់ខ្លាំងប៉ុណ្ណាព្រោះតែអ្នកនៅឈរតតាំងត្រង់នឹងទើបពួកយើងអាចឈរបាននៅត្រង់នេះ